នេះស្អាតពិសេសឲ្យកម្រមែនតែនបាទដោយសារអីសាច់ហ្នឹងកម្រមានថ្មណាដែលមានសាច់អញ្ចឹងបាទហើយសាច់កមួនទៀតហើយសបកខាងក្រៅយើងមើលទៅអ្នកកតាញ់ហ្មងបាទកតាញ់ចង់ថាកតាញ់មើលទៅដូចពួកឈើអញ្ចឹងណាបាទនេះលោកចូលលក្ខណៈពួកឈើនេះបាទពួកទៅពេលសាច់ក្នុងនេះបាទស្អាតកប់ហ្មងបាទនេះយើងវាយខាងតូចមើលបាយខាងធំនេះអន់តិចទៀតចាំមើលចង់ដឹងសាច់ក្នុងមិនអញ្ចឹងណាហើយក្នុងនេះអត់មានប្រេះអត់មានស្រាមអីទេគឺសាច់ឡតហើយរឹងកម្ពស់រឹងថ្មនេះរឹងជាងថ្មកមួនទៀតអានេះកមួនដែរប៉ុន្តែវារឹងខុសពីកមួនទឹកឃ្មុំណាហើយសាច់ក្នុងមហាស្អាតបាទរឹងណាសាច់ចឹងហើយចង់ដល់បថៅមកបែកសាច់ធ្ងន់ល្អទៀតអាហ្នឹងទុកយូរហើយក្រែងថាអត់សាច់អត់ស្អាតរើមើលទៅមិនដឹងថាអូសាច់ក្នុងមើលទៅទំនងវាយសាកមើលព្រួយលើកទៅធ្ងន់ដែរវាយសាកមើលទៅដឹងថាសាច់វាហាប់ល្អធ្ងន់ស្អាតមែនតើបាទអូដល់ក